ប្រាប់អ្នកច្បាស់ម្ដាយរបស់ស៊ីវយីគឺលោកស្រីនឹងឯងហាហាគ្រាន់តែទទួលម៉ៃថម្នាក់ហ្នឹងម៉ៃថខ្ញុំហ្នឹងប្រហែលជាកើតទៅជាអ្វីផ្សេងបាត់ហើយមានរឿងអីធំដុំទៅអ្នកណាខ្វល់តែចុះយូឯងពិតជាពូកែលេងល្ខោនមែនកាលនោះឯងចេះតែនិយាយខ្ញុំមិនបោះបង់ម្ដាយខ្ញុំទេខ្ញុំមិនខ្វល់ពីលទ្ធផលទេគ្មានម៉ៃថម្នាក់សោះហ៎ហាហាហាតាមពិតលុយមិនគ្រប់ទេតើចៅយួនខ្ញុំឃើញឯងពិតជាពូកែនិយាយត្រឡប់ត្រលិនមែនតើឯងថោកទាបជាងខ្ញុំតិចទេចៅស៊ីនស្ដាប់ឲ្យច្បាស់លោកស្រីគឺជាម្ដាយចិញ្ចឹមឯងប៉ុណ្ណឹងបានហើយឥឡូវដឹងថាខ្ញុំពូជាងឯងហើយឬនៅឯងមិនព្រមទទួលស្គាល់ទេឯងឈ្មោះហើយហ៊ានហៅគេថាស្អនអ្នកបោះផ្លូវនោះគឺជាលោកស្រីអ្នកចិត្តខាងនោះមែនប្រធានក្រុមហ៊ុនលីនហា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 អាកាសំណល់ដែលហ៊ានប្រឆាំងកូនប្រុសខ្ញុំនេះខ្ញុំស៊ើបដឹងច្បាស់អស់ហើយអ្នកចិញ្ចឹមវាគ្រាន់តែជាមនុស្សចាស់ឥតប្រយោជន៍ស័ក្តិសមតែបោះនៅរឿងសម្រាប់លោកកើឯងចាត់ទុកយើងជាមនុស្សល្ងងឬបើគេពិតជាភរិយាមែនយើងមិនហ៊ានធ្វើតាមចិត្តឬតាមត្រឹមនេះពួកឯងចង់ធ្វើអីក៏ធ្វើទៅពួកឯងគ្រាន់តែចាំថាថ្ងៃល្អរបស់ពួកឯងចប់ហើយសៀវយីយើងទៅលោកស៊ូឈិនឯងយកពីទៅមិនបានទេមានថតទៅមានខ្ញុំចាំបានថាឯងនៅក្រុមហ៊ុនលីនជា20ឆ្នាំហើយមែនទេយ៉ាងហោចណាស់ក៏មានសមត្ថភាពខ្លះដែរបើឯងចេញពីទីនេះឥឡូវបើឯងមិនលូកលាន់រឿងគេពេលខ្ញុំចូលក្រុមហ៊ុនលីនឯងនៅតែមានតំណែងនៅទីនេះលោកគូយល់ទេពេលខ្ញុំខ្លាចជានាយកខ្ញុំអាចឲ្យឯងមានការងារធ្វើក្រោមខ្ញុំលោកក៏ស៊ូជាឃើញទេស្ថានភាពបច្ចុប្បន្នច្បាស់ណាស់អ្នកស្គាល់កាលៈទេសៈជាមនុស្សឆ្លាតខ្ញុំឯងកុំរឹងរូបទេនិយាយលេងសាច់ឯហ្នឹងក្រុមហ៊ុនលីននៅតែកាន់កាប់ដោយត្រកូលលីនពួកឯងចាប់ដើមស្រមៃចង់ផ្លាស់ប្ដូរការគ្រប់គ្រងហើយមែនទេឯងក៏ស៊ូសៀនឥឡូវខ្ញុំកាន់កាប់ភាគហ៊ុន8របស់ក្រុមហ៊ុនលីនតាមពីក្រោយស្ត្រីនៃត្រកូលលីននោះបន្តិចបន្តួចពាក់កណ្ដាលនៃបុគ្គលិកក្រុមហ៊ុនទាំងមូលជាបាក់ពួកខ្ញុំឯងគិតថាពួកអ្នកនិយមអំណាចទាំងនេះនឹងមិនរត់ទៅរបួសខ្ញុំទេម្យ៉ាងវិញទៀតភាគហ៊ុនដែលខ្ញុំកំពុងកាន់កាប់ពុកជាមួយរបស់ពួកគេគឺលើស្ត្រីនោះឆ្ងាយណាស់ឲ្យនាងចុះពីតំណែងវាមិនងាយស្រួលដូចបប